ការចិញ្ចឹមខ្យងបឺឬក៏ខ្យងជប៉ុនខ្យងប្រភេទនេះវាងាយស្រួលចិញ្ចឹមវាស៊ីអត់ក្នុងចំណីហើយតែបន្លែបៃតងឬក៏បន្លែផ្សេងជាពិសេសចកសូឡានិងបាសស្លឹកបាសចូលចិត្តស៊ីខ្លាំងបើសិនយើងមានចំណីឲ្យវាស៊ីគ្រប់គ្រាន់គឺធំលឿនហើយមួយទៀតកត្តាដែលធ្វើឲ្យវាធំលឿននោះដែរយើងអាសាដូរទឹកហើយបើសិនជាយើងចិញ្ចឹមវានៅកន្លែងស្រឡះពេកក៏វាអត់សូវធំដែរភាសាវារវល់ថាវាដើរវាអត់សូវស៊ីចំណីបើសិនជាយើងដាក់នៅកន្លែងរាងជាគៀតបន្តិចប៉ុន្តែយើងអាសាដូរទឹកនឹងធំលឿនដោយសារយើងដាក់ចំណីទៅវាស៊ីរហូតហើយឃើញជាក់ស្ដែងនៅកន្លែងខ្ញុំចាំនៅផ្ទះនេះវាចូលចិត្តស៊ីជាងគេស្លឹកបាសដោយសារផ្ទះខ្ញុំដាំចកអាសូឡាហើយនឹងមានស្លឹកបាសតិចតួចនៅក្បែរផ្ទះណាបោចដាក់វាស៊ីហើយនេះមេពូជរបស់ខ្ញុំធំល្អហើយពងធំពងច្រើនណាពងមេមួយហ្នឹងគឺដឹងប្រហែល100ក្បាលខ្យងទៅកូនមកហើយនេះស្រះចកសូឡារបស់ខ្ញុំហើយចកសូឡាខ្ញុំដាក់តាអេកូទៅអេកូក្រៀមយើងចងច្រកបេហើយយើងយកមកអេកូស្ងួតចងច្រកបេហើយយកមកតម្លាក់ទឹកមកហើយថែមទឹកទៅហើយកន្លែងនេះកន្លែងញាស់កូនខ្យងបឺរបស់ខ្ញុំគឺញាស់ក្នុងពាងទឹកហើយក្រោយពីញាស់មកខ្ញុំដាក់ប្រភេទស្លឹកបាសឲ្យស៊ីវាចូលចិត្តស៊ីស្លឹកបាសជាងគេអញ្ចឹងដាក់ស្លឹកបាសឃើញថាវាស្លឹកបាសវាតុនហើយវាចូលចិត្តស៊ីហ្មងស៊ីបើធៀបជាមួយបន្លែផ្សេងស្លឹកបាសវាចូលចិត្តស៊ីជាងគេគួនក៏អត់ស៊ីដល់ស្លឹកបាសដែរហើយស្លឹកដលងមីក៏ស៊ីស្លឹកឆៃយ៉ារួមឲ្យតែបន្លែបៃតងសបកអាឡឹកបอยក៏ស៊ីដែរទៅសក់អីបើសិនយើងដាំបន្លែច្រើនយកមកដាក់ចាំវាហើយខ្យងនេះបើសិនជាយើងអាសាដូរទឹកធំលឿនហើយសបល់វាស្អាតទៀតហើយបើសារខ្ញុំអត់សូវបាននៅផ្ទះបានដូរទឹកថ្ងៃនេះបានដូរទឹកទៅបានដូរទឹកហើយថតវីដេអូចែកម្លែកឲ្យបងប្អូនយើងនៅគាត់ចង់ចាំវាទុកកណ្ណាហូបលេងដែររសជាតិវាឆ្ងាញ់ជាងខ្យងស្រែយើងហើយទី2ចំណីអីក៏វាស៊ីយ៉ាងបន្លែតែយើងងាយស្រួលយើងចាំបើសិនជាយើងអាសាដូរទឹកវាធំលឿនហើយអត់ធំក្លិនទេបើសិនយើងចាំអត់ដូរទឹកវាបានញឹកញាប់ទេវារៀងក្លិនពេលដែលយើងទៅហូបរៀងក្លិនហើយខ្យងហេតុអីវាស្រួលចិញ្ចឹមត្រង់ថាបន្លែអីក៏វាស៊ីអញ្ចឹងហើយអញ្ចឹងយើងងាយស្រួលបើសិនយើងស្រួលបន្លែស្រួលអីយើងអាចកំងតង់គេមួយយកទៅដាក់ចិញ្ចឹមសាកមើលបាទហើយទុកគាត់ណាកំសាន្តអត់សុខហើយដល់ពេលបានផលយើងអាចទទួលទានបានបាទសូមអរគុណច្រើន